ការនាំចូលទំនិញខូចគុណភាពឬក៏ទំនិញផ្លាច់បន្លំធ្វើឲ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់សង្គមជាតិយើងខ្លាំងណាស់វាមានផលប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំងដល់សុខភាពនិងអាយុជីវិតរបស់អ្នកប្រើប្រាស់ រេឬសរសៃកសិករលាបភ្លាមធូរស្រាលនិងស្រស់ស្រាយពីព្រោះថាទំនិញដែលខូចគុណភាពតែងតែមានការផ្ទុកសារធាតុគីមីឬក៏សារធាតុពុលដែលធ្វើឲ្យរាងកាយយើងទទួលការពុលនិងមានជំងឺជាដើមមិនត្រឹមតែប៉ុណ្ណោះទំនិញដែលខូចគុណភាពឬក៏ទំនិញខ្លាញ់បន្លំវាអាចហួសការបរិច្ឆេទនៃការផុតកំណត់ដែលធ្វើឲ្យអ្នកប្រើប្រាស់កើតជំងឺរ៉ាំរ៉ៃឬក៏ខូចសរីរាង្គណាមួយដូចគ្នានេះដែរការនាំចូលទំនិញខុសច្បាប់ឬក៏ទំនិញខ្លាញ់បន្លំដែលគ្មានគុណភាពវាមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិនិងអាជីវកម្មក្នុងស្រុកពីព្រោះថាទំនិញដែលគ្មានគុណភាពហើយនិងទំនិញខ្លាញ់បន្លំមានតម្លៃថោកជាងទំនិញក្នុងស្រុកដែលបណ្ដាលឲ្យអាជីវកម្មក្នុងស្រុកឬក៏សហគ្រាសក្នុងស្រុកពុំអាចប្រកួតប្រជែងបានដែលហៅថាជាការប្រកួតប្រជែងដោយមិនស្មោះត្រង់ទន្ទឹមគ្នានេះប្រជាជនអាចនឹងបាត់បង់នៅឱកាសការងារដោយសារតែសហគ្រាសនិងក្រុមហ៊ុនក្នុងស្រុកត្រូវបានបិទទ្វារដោយសារតែมันអាចប្រកួតប្រជែងជាមួយនឹងទំនិញនាំចូលដែលគ្មានគុណភាពនិងខ្លាញ់បន្លំបានដូចនេះយើងត្រូវតែរួមគ្នាទប់ស្កាត់ការនាំចូលទំនិញឬផលិតផលដែលគ្មានគុណភាពនិងខ្លាញ់បន្លំដើម្បីខ្លួនយើងផងដើម្បីសង្គមជាតិយើងផង ប្រៀបមេឌៀចែករំលែកព័ត៌មាននិងចំណេះដឹង